30របៀបបង្កើតតារាង Table ទី1យើងចុចនៅលើ menu Insert ទី2យើងចុចនៅលើ Table ទី3 Select ជួរដេកនិងជួរឈរដែលយើងចង់បានឬក៏ចុច Insert Table វាយចំនួនជួរឈរចូលក្នុងប្រអប់ Number of Column វាយចំនួនជួរដេកចូលក្នុងប្រអប់ Number of Row រួចចុចលើប៊ូតុង OK ចុចលើក្បាលព្រួញ4ជ្រុងដើម្បីរំកិលតារាងក្បាលព្រួញបញ្ឈរគឺសម្រាប់ Select ជួរដេកនិងក្បាលព្រួញចុះក្រោមសម្រាប់ Select កូឡោនជួរឈរពេលអ្នកដាក់ម៉ៅចំលើបន្ទាត់ដេកឬក៏បន្ទាត់ឈរសញ្ញានេះនឹងបង្ហាញវាសម្រាប់ពង្រីកឬក៏បង្រួមតារាង